វាពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងដែលអ៊ីស្រាអែលជាប្រទេសមានអាវុធប្រឡាយលោកនុយក្លេអ៊ែរដែលកំពុងតែមានសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ក៏ត្រូវបានមជ្ឈដ្ឋាននានាជុំវិញពិភពលោកមានការលើកឡើងថាអ៊ីស្រាអែលអាចនឹងប្រើអាវុធនុយក្លេអ៊ែរវាយប្រហារទៅលើអ៊ីរ៉ង់ដែលជាសញ្ញាបបៀចុងក្រោយដើម្បីផ្ដាច់នៅការវាយបកពីអ៊ីរ៉ង់នៅពេលនេះលោកត្រាំបានច្រានចោលទៅនឹងការព្រួយបារម្ភទាំងអស់នេះហើយថាអ៊ីស្រាអែលនឹងមិនប្រើអាវុធនេះជាដាច់ខាតកាលពីថ្ងៃច័ន្ទទី16ខែមីនាឆ្នាំ2026នេះប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចេញមុខមកកាត់បន្ថយភាពតានតឹងជុំវិញទៅនឹងពាក្យចចាមអារាមនៃសង្គ្រាមនុយក្លេអ៊ែរដែលលោកបានអះអាងយ៉ាងច្បាស់ថាប្រទេសអ៊ីស្រាអែលនឹងមិនដែលមានថ្ងៃប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់ឡើយបើទោះបីជាចំនួនកំពុងឆេះរីលរូលខ្លាំងក៏ដោយតាមការផ្សាយរបស់ The Hill ការលើកឡើងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់ទីប្រឹក្សាផ្ទាល់របស់លោកបើគឺលោក David Sacks ដែលបានលើកឡើងថាអ៊ីស្រាអែលអាចនឹងពិចារណាប្រើជំរើសនុយក្លេអ៊ែរប្រសិនបើសង្គ្រាមកាន់តែរីករាលដាលខ្លាំងលោកត្រាំបានបញ្ជាក់ត្រង់ថាអ៊ីស្រាអែលនឹងមិនធ្វើបែបនេះទេហើយលោក Sacks ក៏មិនដែលបានពិភាក្សាអំពីរឿងនេះជាមួយនឹងលោកផងដែរស្ថានភាពនៅសមរភូមិនាពេលបច្ចុប្បន្ននេះគឺកងទ័ពអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ទៅលើប្រទេសអ៊ីរ៉ង់ដែលបានចាប់ផ្ដើមកាលពីចុងខែមុនប្រតិបត្តិការនេះបានបណ្ដាលឲ្យមេដឹកនាំកំពូលអាយ៉ាតូឡាអាលីខាម៉ានីនិងមេបញ្ជាការកងឆ្មាំបដិវត្តន៍ IRGC ជាច្រើនរូបទៀតបានបាត់បង់ជីវិតលោកត្រាំបានពិពណ៌នាថាបច្ចុប្បន្នអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់បំផុតហើយជួរថ្នាក់ដឹកនាំរបស់ប្រទេសនេះកំពុងតែដួលរលំបណ្ដាហើយបើទោះបីជាមិនទាន់មានការបញ្ជូនកងទ័ពជើងគោកចូលទៅក៏ដោយប៉ុន្តែលោកត្រាំក៏មិនបានច្រានចោលជំរឿននេះផងដែរដោយលោកបានសង្កត់ធ្ងន់ថាអាមេរិកនឹងចូលរួមដរាបណាតលតែចាំបាច់មែនទែនងាកមកខាងភាគីកងទ័ពអ៊ីស្រាអែលវិញបានបញ្ជាក់ថាការវាយប្រហារនឹងបន្តធ្វើឡើងយ៉ាងហោចណាស់3សប្តាហ៍ទៀតហើយអាចនឹងអូសបន្លាយរហូតដល់ពិធីបុណ្យ Passover របស់ជនជាតិយូដាអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោកឧត្តមសេនីយ៍ Efi Devrin បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថាអ៊ីស្រាអែលនៅមានគោលដៅរាប់ពាន់ទៀតនៅខាងមុខដែលត្រូវកំទេចហើយពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងសម្ព័ន្ធមិត្តអាមេរិកដើម្បីសម្រេចគោលដៅនេះ